ពេលដែលយើងមានកម្លាំងបាទរកលុយបានអញ្ចឹងយើងប្រើប្រាស់លុយឲ្យមានប្រយោជន៍ព្រោះថាពេលតទៅមុខយើងមើលមិនឃើញតែថ្ងៃមុខដែលយើងឈឺបាទយើងលាក់ខ្លួនឈឺយើងប្រកាសជាគ្មានចំណូលតទៅមុខទេបើយើងគ្មានកម្លាំងទៅរកវាទៀតបាទអញ្ចឹងហើយជាងមកតែមានក្តីសម័យថាចង់បានមុខរបរនៅថ្ងៃអនាគតគឺចង់បានមុខរបរដែលចំណូលគេហៅថាមនុស្សដេកលុយដើរជាងចំណូលដែលមនុស្សដេកលុយដើរគឺយើងមិនបាច់ធ្វើអីសោះបាទយើងដើរលេងយើងដេកផ្ទះយើងឈឺចូលពេទ្យអ្មេចក៏ដោយក៏ចំណូលយើងនៅតែចូលជាធម្មតាបាទអញ្ចឹងមុខរបរតទៅមុខរបស់ខ្ញុំជាមានដើមបាទទីមួយយើងអាចធ្វើជាទេសតិកម្មបាទទេសតិកម្មគឺយើងចំណាយលុយដើមយ៉ាងច្រើនក៏ពិតមែនប៉ុន្តែមួយខែយើងអាចទទួលបានលទ្ធផល$1000ជាង2000តាមទូចតាមធំនៅកាន់តែយូរសបុកកាន់តែច្រើនលុយចូលកាន់តែច្រើនអញ្ចឹងមុខរបរមានច្រើនដែរបើមុនអាចពិចារណាបានពាក្យពួកមុខរបរលុយដេកមនុស្សដេកលុយដើរនេះគឺល្អខ្លាំងមែនទែនបងប្អូនណាបាទព្រោះថាយើងមិនដឹងថាមានកម្លាំងដល់ពេលណាទៀតទេបងប្អូន